រដ្ឋមន្ត្រីចាំផ្ទះនិងប្រមុខយោធាជាន់ខ្ពស់ថៃបានបោះសម្ដីក្នុងសម្លេងតែមួយថាខ្លួនមិនដកថយក្នុងការប្រយុទ្ធដោយសពាវុធឡើយដល់រាបណាកម្ពុជាមិនធ្វើសំណាយចរចាដោយផ្ទាល់នោះទេប្រពន្ធពីតំបន់សមរភូមិជួរមុខបានឲ្យដឹងថាគិតចាប់តាំងពីព្រឹកព្រលឹមស្រាងៗនៅថ្ងៃអាទិត្យនេះភីគីថៃបានបើកការបាញ់ចូលដែនអធិបតេយ្យភាពកម្ពុជាអត់ស្រាកស្រាននោះឡើយដោយឡែកនៅក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ឯនោះវិញថៃក៏ចាប់ផ្ដើមប្រើយន្តហោះចម្បាំងប្រភេទ F16 ទម្លាក់គ្រាប់ចំនួន1គ្រាប់ជាថ្មីទៀតនៅព្រឹកនេះដែរស្របពេលជាមួយគ្នានេះពួកគេក៏បានចាប់ផ្ដើមបញ្ជូនកម្លាំងថ្មើរជើងច្រើនសន្ធឹកសន្ធាប់ក្នុងបំណងចូលកាន់កាប់ទីតាំងឈរជើងរបស់យោធាកម្ពុជាក៏ប៉ុន្តែការព្យាយាមរុលចូលដល់យោធាថៃនេះត្រូវកាត់ផ្ដាច់ទៅវិញក្រោយយោធាកម្ពុជាបានបាញ់ការពារនិងបង្ក្រាបក្រៅពីនេះនៅក្នុងភូមិសាស្ត្រផ្សេងទៀតដូចជាខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារជាដើមភីគីថៃក៏បានបន្តបើកការវាយលុកក្នុងទ្រង់ទ្រាយធំដូចគ្នានេះដែរប្រតិកម្មនឹងការទាមទាររបស់ភីគីថៃកម្ពុជាបញ្ជាក់ចំហមិនខ្វល់ការស្នើរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះដែលតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវដាក់សំណើសុំចរចាជាផ្លូវការប្រសិនបើខ្លួនមិនចង់មានសង្គ្រាមជាមួយថៃដែលរដ្ឋាភិបាលទីក្រុងបាងកកចាត់ទុកការលើកឡើងត្រឹមតែមាត់ទទេថាវាមិនមែនជាច្រកចេញសម្រាប់ដោះស្រាយវិបត្តិនៅពេលនេះនោះឡើយបើទោះជាបែបណាកម្ពុជាបញ្ជាក់ចំហរបស់ខ្លួនគឺនៅតែរក្សាអព្យាក្រឹតភាពលើដែននៃការការពារអធិបតេយ្យភាពប្រតិកម្មនេះធ្វើឡើងក្រោយពេលកាសែតក្នុងស្រុករបស់ថៃបានស្រង់សម្ដីរបស់លោកអនុទីនឆាន់វីរៈគុលដែលជានាយករដ្ឋមន្ត្រីចាំផ្ទះផ្លែផ្កាកាលពីថ្ងៃទី13ធ្នូដោយនិយាយថាប្រសិនបើកម្ពុជាពិតជាចង់បញ្ចប់សង្គ្រាមនេះពិតមែនពលរដ្ឋាភិបាលទីក្រុងភ្នំពេញត្រូវតែដាក់សំណើសុំការចរចាជាផ្លូវការមិនមែននិយាយត្រឹមតែមាត់ទៅទេនោះឡើយមិនតែប៉ុណ្ណោះភីគីកម្ពុជាក៏មិនត្រូវពឹងលើអាស៊ានឬអាមេរិកនោះដែរបើមិនដូច្នេះទេចំនួននេះវានឹងមិនងាយដោះបញ្ចប់បាននោះឡើយគិតមកដល់ពេលនេះតរយៈការទំហំនៃការខូចខាតក្រោយការបើកការបាញ់ប្រហារជាឯកតោភីគីដោយយោធាថៃគឺមានការខ្ទេចខ្ទាំទាំងសងខាងតែកម្ពុជារងគ្រោះធ្ងន់ធ្ងរជាងគេទៅលើទ្រព្យសម្បត្តិរបស់ជនស៊ីវិលដូចជាផ្ទះសម្បែងគមនាគមន៍និងស្ពានជាដើមដែលការវាយលុកក្នុងរយៈពេល8ថ្ងៃមុននេះភីគីថៃបានបើកប្រតិបត្តិការក្នុងការសម្លាប់រង្គាលដោយមិនខ្វល់នឹងជនស៊ីវិលឬបារម្ភចំពោះការរំលោភសិទ្ធិមនុស្សអ្វីនោះឡើយដោយទៅនឹងការបោះពាក្យសម្ដីនេះដែរភីគីថៃនៅបន្តបើកការប្រយុទ្ធស្ទើរគ្រប់គោលដៅនិងប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 និង Gripen ព្រមទាំងអាវុធធ្ងន់ធ្ងរមិនឈប់ព័ត៌មានពីតំបន់ជួរមុខបានឲ្យដឹងថាគិតចាប់តាំងពីមានការសន្ទនាជាមួយមេដឹកនាំអាមេរិកលោកដូណាល់ត្រាំនិងបទអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមកាលពីថ្ងៃទី13ធ្នូថៃបានបើកការវាយលុកកម្ពុជាមិនបង្អង់ដៃនោះទេនៅព្រឹកព្រលឹមស្រាងៗនៅថ្ងៃអាទិត្យនេះថៃចាប់ផ្ដើមទម្លាក់គ្រាប់ដោយប្រើយន្តហោះ F16 នៅឃុំថ្មដាខេត្តពោធិ៍សាត់អមដោយកម្លាំងថ្មើរជើងច្រើនសន្ធឹកសន្ធាប់ក្នុងបំណងចូលមកគ្រប់គ្រងតែត្រូវបាញ់ការពារដោយយោធាកម្ពុជាវិញនិងទប់ទភាពការបាននឹងណូក្រៅពីនេះនៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទខ្នារប្រាសាទតាក្របីថ្មដូននិងទិសប្រាសាទព្រះវិហារពេលនេះថៃកំពុងបើកការវាយលុកក្នុងទ្រង់ទ្រាយធំនិងអមដោយកម្លាំងថ្មើរជើងដូចគ្នាដែរទាំងរដ្ឋាភិបាលនិងក្រុមមេដឹកនាំយោធាជាន់ខ្ពស់ថៃបានអះអាងក្នុងសម្លេងដូចគ្នាថាសង្គ្រាមជាមួយកម្ពុជាគ្មានថ្ងៃបញ្ចប់ឡើយប្រសិនបើកម្ពុជាមិនបន្ទន់អេរិយាបថនោះទេដោយឡែកប្រព័ន្ធផ្សព្វផ្សាយข่าวសុទ្ធរបស់ថៃបានរាយការណ៍នៅល្ងាចថ្ងៃអាទិត្យនេះថាយោធាថៃបានចេញបញ្ជាឲ្យបិទឈូងសមុទ្រថៃជាអ្វីដែលរដ្ឋាភិបាលទីក្រុងបាងកកអះអាងថាប្រេងនិងសពាវុធយោធាកម្ពុជាដឹកឆ្លងកាត់ឈូងសមុទ្រមួយនេះស្ថិតក្រោមហេតុផលនេះហើយយោធាចាំបាច់ត្រូវតែស្ទាក់ចាប់និងបិទច្រកដោយសារប្រេងនិងសពាវុធទាំងនោះដឹកចូលប្រទេសកម្ពុជាបម្រើក្នុងវិស័យយោធាហើយភីគីថៃថែមទាំងចាត់ទុកថាតំបន់នោះគឺជាទីតាំងដែលគ្រោះថ្នាក់និងមានហានិភ័យខ្ពស់